សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cambodian Study នៅក្នុងវីដេអូនេះគឺយើងនឹងចូលទៅសិក្សាអំពី comment មួយដែលមានឈ្មោះថា array ហើយនៅក្នុងវីដេអូនេះដែរគឺយើងអត់សិក្សាអំពី comment ច្រើនទេគឺយើងសិក្សាតែ array មួយប៉ុណ្ណោះប៉ុន្តែសម្រាប់ comment array នេះដែរគឺវាមាន3ចំណុចដែលបងប្អូនត្រូវសិក្សាស្វែងយល់អំពីវាដែល comment array នោះគឺវាមាន rectangular array part array ហើយនិង polar array ហើយមុននឹងយើងចូលទៅសិក្សាអំពី comment array នេះសូមបងប្អូនទាំងអស់គ្នាជួយ subscribe channel Cambodian Study ម្នាក់មួយផងអញ្ចឹងយើងចូលទៅសិក្សាអំពី comment array ទាំងអស់គ្នានេះបងប្អូន comment array ដែលយើងនឹងសិក្សាដំបូងគឺយើងនឹងសិក្សាអំពី rectangular array ហើយនឹងទី2គឺ part array ទី3គឺ polar array ហើយ comment array ទាំង3ហ្នឹងយើងអាចមើលវាបាននៅត្រង់ចំណុចនេះឃើញទេអ្នកបងប្អូនវាមាន3មាន rectangular array part array ហើយនិង polar array អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺយើងនឹងចូលទៅសិក្សាស្វែងយល់អំពី array នេះទាំងអស់គ្នាឥឡូវយើងឧទាហរណ៍ថាខ្ញុំមាន cycle មួយបែបនេះសំទោសឥឡូវយើង comment យើងឧទាហរណ៍ជាសសរវិញឧទាហរណ៍ថាយើងវាយ OEC បែបនេះហើយយើងគូសមកយើងដាក់ប្រវែង 300/300 ចាត់ទុកថានេះវាជាសសរហើយយើងមើលវាមកខាងនេះតិចមកក្នុងករណីដែលយើងមានសសរបែបនេះសសរម្ដងបែបនេះហើយឧទាហរណ៍ថាយើងគូគម្រោងអគារមួយប៉ុន្តែអគារហ្នឹងវាមានសសរច្រើនណាស់ហើយនៅក្នុងករណីនោះគឺ spacing កម្រិតរវាងសសរមួយទៅសសរមួយនោះគឺវាមានប្រវែងស្មើគ្នាដែលអាចឲ្យយើងកំណត់បានឥឡូវយើងចូលទៅធ្វើវាទាំងអស់គ្នាដើម្បីបងប្អូនងាយយល់ហើយនឹងអាចអនុវត្តបានថាធ្វើបែបនេះគឺវានឹងងាយស្រួលហើយលឿនបែបណាឥឡូវយើងคลิกលើវាមួយមកហើយយើងវាយ comment array មកដែលមាន shortcut key AR ហើយវាយ enter បែបនេះឃើញទេបងប្អូននេះវាមាន3ឲ្យយើងសម្រាប់ជ្រើសរើសគឺមាន rectangular part ហើយនិង polar ហើយចំណុចទី1នេះគឺយើងនឹងសិក្សាអំពី rectangular ឥឡូវយើង click យក rectangular នេះមកបែបនេះបងប្អូននេះហើយវានឹង load ចំនួនសសរបែបនេះហើយចំនួនទាំងអស់នេះគឺយើងអាចកំណត់វាបាននៅត្រង់ចំណុចនេះឃើញទេបងប្អូននេះកន្លែង column នេះវាមាន4 1 2 3 4ហើយកន្លែង row នេះគឺវាមាន3 1 2 3ហើយចំនួនទាំងអស់ហ្នឹងគឺយើងអាចកំណត់បានបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំថែមអានេះទៅឲ្យគ្រប់8ខ្ញុំដាក់លេខ8មួយទៀតឃើញទេនេះ2 4 6 8ហើយអាកម្រិតពីប្រឡោះនេះមួយពីនេះពីសសរយើងទៅសសរនេះគឺយើងអាចកំណត់បានដូចគ្នាthìយើងកំណត់នៅត្រង់ចំណុចនេះនៅក្នុងករណីដែលយើងគូផ្ទះល្វែងយើងគិតថាមិនចាំឧទាហរណ៍ដល់អាគារយើងឧទាហរណ៍ថាផ្ទះល្វែងដែលជាប្រភេទផ្ទះសង់ជាប់គ្នាជាច្រើនល្វែងអីចឹងហើយក្នុងករណីនេះគឺយើងប្រើបែបនេះគឺវាលឿនហើយយើងដាក់កម្រិតវាមកឧទាហរណ៍ថាពីសសរពីកត់ចិត្តសសរមួយទៅកត់ចិត្តសសរមួយទៀតហ្នឹងវាមានប្រវែង5ម៉ែត្រឥឡូវយើងវាយមក 5000 បែបនេះឃើញទេនេះឥឡូវ 5000 នេះវាឆ្ងាយពេកឥឡូវយើងឧទាហរណ៍តិចបានហើយដើម្បីកុំឲ្យវាឃ្លាតទៅឆ្ងាយពេកអានេះគ្រាន់តែជាការឧទាហរណ៍ទេឥឡូវយើងវាយ AR enter ហើយយើងយក rectangular នេះមកហើយនេះយើងកែដាក់8បែបនេះហើយត្រង់កម្រិតពីអក្សរមួយទៅអក្សរមួយនេះឥឡូវយើងដាក់តាម 1000 បានហើយតាម 1 ម៉ែត្របានហើយប៉ុន្តែក្នុងការគូសជាក់ស្ដែងគឺវាមិនអាចកម្រិតពីសសរមួយទៅសសរមួយ1 ម៉ែត្រទេអានេះគ្រាន់តែជាការឧទាហរណ៍របស់ខ្ញុំទេនេះឃើញទេបងប្អូននេះវានឹងលោតកម្រិតពីអក្សរមួយទៅអក្សរមួយហ្នឹងគឺប្រវែង 1000 ឥឡូវយើងសាកចាប់ dimension វាមើល DLI enter បែបនេះឃើញទេនេះបងប្អូននេះពីប្រវែងមួយទៅមួយហ្នឹងគឺវាមានប្រវែង 1000ឥឡូវយើងវាយមួយទៀតមក DCO enter បែបនេះនេះឃើញទេបងប្អូននេះគឺវាមានប្រវែងកម្រិតពីមួយទៅមួយនេះគឺប្រវែង 1000ហើយឥឡូវយើងចូលទៅកែវាទៀតគឺយើងគ្រាន់តែคลิกលើវាមកគឺយើងអាចកែបានហើយឥឡូវយើងកែកម្រិតនេះម្ដងឥឡូវកម្រិតនេះយើងដាក់ត្រឹម
1000ដូចគ្នាចុះឧទាហរណ៍យើងវាយ1000បែបនេះនេះឃើញនេះវាមានកម្រិត1000ដូចគ្នាឥឡូវយើងសាកគូមើល DLI enter នេះ1000ហើយបងប្អូនអាចចង់កែវាបងប្អូនគ្រាន់តែคลิกពីលើវាបែបនេះមកគឺវានឹងលោតឲ្យបងប្អូនកែហើយឃើញទេបងប្អូននេះបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរឥឡូវខ្ញុំកែទិសរោនេះយើងដាក់4ហ្មងយើងដាក់4បែបនេះយើងឧទាហរណ៍ថានេះជាផ្ទះមួយល្វែងនេះជាផ្ទះមួយល្វែងទៀតនេះជាផ្ទះមួយល្វែងនឹង1 2 3 4 5 6 7ចំនួនអក្សរនេះគឺវាមានផ្ទះ7ល្វែងហើយក្នុងករណីដែលបងប្អូនធ្វើវារួចរាល់ហើយបងប្អូនគិតថាបែបហ្នឹងគឺវាអូខេហើយបងប្អូននេះមកចុចកន្លែងចំណុចនេះគឺ close array យើងចុចវាមកបែបនេះគឺរួចរាល់ហើយអញ្ចឹងការសិក្សាអំពី rectangular array គឺខ្ញុំមានប៉ុណ្ណេះជូនបងប្អូនយើងបន្តទៅមុខទៀតអំពី part array យើងទៅស្វែងយល់អំពី part array ទាំងអស់គ្នាឥឡូវយើងឧទាហរណ៍បែបនេះឧទាហរណ៍យើងវាយកំណោនបែបនេះអានេះនៅក្នុងករណីដែលបងប្អូនចង់ design សួនឬក៏ design mode ផ្ទះ mode អីផ្សេងបងប្អូនក៏អាចប្រើ comment part array នេះបានក្នុងករណីដែលបងប្អូនចង់គូសដៃអាណែងឬក៏អីផ្សេងហ្នឹងគឺយើងអាចធ្វើបានដូចគ្នាឥឡូវយើងឧទាហរណ៍យើងគូសកំណោនមួយបែបនេះកំណោនបែបនេះហើយយើងទាញកំណោនបែបនេះទៀតហើយនៅក្នុងករណីនេះយើងចង់ឲ្យឧទាហរណ៍ថាវាជាដំបូលហើយយើងចង់ឲ្យមានដៃអាណែងរត់កាត់ពីលើវាមកឥឡូវឧទាហរណ៍ថាយើងគូដៃអាណែងមួយមកវាយ OEC ឥឡូវ25 enter វាទុយពេកប៉ុន្តែដៃអាណែងជាទូទៅគឺយើងប្រើជ្រុង25ហ្នឹងហើយឥឡូវយើង move វាយកមកដាក់មើលបែបនេះហើយដើម្បីឲ្យវារត់តាមបន្ទាត់កោងនឹងបានហើយមើលទៅឃើញស្អាតគឺយើង rotate វាឥឡូវឧទាហរណ៍អានេះវារៀងទូចពេកឥឡូវខ្ញុំគូវារៀងធំតិចមកណាប៉ុន្តែនេះគ្រាន់តែជាឧទាហរណ៍ទេឥឡូវយើងវាយ100 OEC enter 100 បែបនេះហើយយើង move វាយកមកដាក់មក move បែបនេះហើយអានេះយើងប្រើ command rotate មក row enter click ទាំងចំណុចនេះមួយហើយវាយអក្សរ O enter click ទាំងចំណុចនេះមួយ click ទាំងចំណុចនេះមួយហើយយើងទាញវាឲ្យស្មើបែបនេះមកហើយនៅក្នុងករណីនេះឧទាហរណ៍ថាឥឡូវយើងលុបអានេះចេញវិញយើងឧទាហរណ៍ថាវាជាដំបូលឃ្លាំងមួយជាប្រភេទដំបូលកោងហើយយើងនឹងគូដៃអាណែងដើម្បីរត់តាមនេះហើយនៅក្នុងករណីនេះបើសិនជាបងប្អូន copy វាម្ដងមួយហើយគឺយកមកដាក់បែបនេះគឺវាយូរហើយអត់ស្អាតទៀតហើយដើម្បីជំនួយក្នុងការធ្វើការរបស់បងប្អូនដើម្បីឲ្យលឿនហើយមានប្រសិទ្ធភាពនោះកម្មវិធី Autodesk AutoCAD នឹងមាន comment មួយសម្រាប់ឲ្យយើងប្រើប្រាស់គឺ comment part array ឥឡូវយើងសាកទៅសិក្សាអំពី part array នឹងបន្តទៀតទាំងអស់គ្នាឥឡូវយើង click លើ object ហើយយើងវាយ or enter ហើយក្នុងករណីនេះគឺយើងអត់យក rectangular ទៀតទេគឺយើងយក part array នេះ click លើ part array មកហើយយើងដើម្បីឲ្យវារត់កាត់កំណោងនេះបានគឺយើងគ្រាន់តែ click ពីលើកំណោងនេះមកគឺវានឹងរត់កាត់ហើយបែបនេះឃើញទេបងប្អូននេះដៃអាណែងយើងគឺវារត់កាត់ដំបូលកំណោងនេះហើយគឺយើងអាចសេរីកម្លាតវាបានដូចគ្នានេះហើយសួរថាបន្ទាត់ហ្នឹងគឺយើងអាចដាក់វាពី3ជួរបានទេបានយើងដាក់3ជួរក៏បានដែរបែបនេះឃើញទេនេះ3ជួរប៉ុន្តែនិយាយទូទៅគឺយើងដាក់តែ1ជួរទេហើយបែបនេះគឺយើងអាចយកសង្កសីមកប្រក់ពីលើវាបានហើយអាហ្នឹងគឺ part array ហើយនេះខ្ញុំឧទាហរណ៍ក្នុងករណីដំបូលកោងទេប៉ុន្តែនៅក្នុងករណីដែលដំបូលត្រង់បែបនេះក៏បងប្អូនអាចធ្វើការដោយយក part array នេះមកធ្វើវាបានដូចគ្នាអញ្ចឹង part array នេះខ្ញុំមានប៉ុណ្ណេះជូនបងប្អូនយើងបន្តទៅមុខមួយចំណុចទៀតអំពី comment polar array នៅក្នុង comment polar array នេះដែរគឺវាមានចំណុចងាយស្រួលមួយចំនួនដែលឲ្យបងប្អូនអាចធ្វើការលឿនហើយស្អាត
ឥឡូវយើងឧទាហរណ៍បែបនេះឥឡូវយើងគូ cycle មួយបែបនេះហើយយើងគូវាបែបនេះមកហើយយើងឧទាហរណ៍វាថានេះវាជាតុអាហារហើយតុអាហារវាតែងតែមានកៅអីនៅជុំវិញវាហើយឥឡូវយើងគូកៅអីមក OEC enter បែបនេះឥឡូវយើងឧទាហរណ៍ថានេះ rectangle នេះវាជាកៅអីហើយយើងចង់ឲ្យកៅអីហ្នឹងវារត់ជុំវិញរង្វង់នេះនៅពេលដែលបងប្អូនសិក្សាគូប្លង់ទៅឲ្យម្ចាស់គម្រោងហើយយើងគូផ្ទះបាយយើងតែងតែមានតុបាយតុអាហារហើយដើម្បីឲ្យកៅអីរត់ជុំវិញវាបានយើងមិនអាចមិនថាមិនអាចទេអាចដូចគ្នាប៉ុន្តែវាយូរហើយអត់ស្អាតទៀតគឺយើង copy ម្ដងមួយដាក់ជុំវិញនេះប៉ុន្តែវាយូរហើយអត់ស្អាតទេអញ្ចឹងក្នុងករណីនេះគឺយើងអត់ធ្វើបែបហ្នឹងទេគឺយើងនឹងប្រើ comment មួយដែលមានឈ្មោះថា polar array ឥឡូវយើងចូលទៅមើលទាំងអស់គ្នាឥឡូវយើង click លើ object មកហើយយើងវាយ A or enter បែបនេះហើយក្នុងករណីនេះគឺយើងយក polar នេះហើយបន្តមកទៀតគឺយើងមក click ក្នុងករណីដែលយើងចង់ឲ្យវារត់កាត់ជុំវិញរង្វង់នេះគឺយើង click ឲ្យចំចំណុចកណ្ដាលនេះមក click មួយមកបែបនេះឃើញនេះកៅអីនេះហើយនេះចំនួនកៅអីបងប្អូនចង់កែវាដាក់បានក៏បានដែរឥឡូវយើងកែដាក់8បែបនេះឃើញនេះចំនួនកៅអីនេះទៅ8ហើយបងប្អូនចង់កែដាក់4មកវិញនេះ4ឃើញវាមានកម្រិតមួយស្អាតកម្រិតមួយស្មើគ្នាហើយស្អាតហើយយើងអាចធ្វើការបានលឿនទៀតអានេះគឺ comment polar array គឺវាងាយស្រួលបែបហ្នឹងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយក comment array ទាំង3នេះទៅប្រើប្រាស់នៅពេលដែលបងប្អូនសិក្សាគម្រោងឬក៏ប្លង់ទៅឲ្យម្ចាស់គម្រោងណាមួយហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាមើលវីដេអូនេះហើយរៀនអនុវត្តធ្វើតាមទាំងអស់គ្នាហើយអាចយកទៅអនុវត្តនៅក្នុងគម្រោងការរបស់បងប្អូនណាមួយបានarray ដែលមាន3ចំណុចនេះគឺ rectangular array part array ហើយនិង polar array គឺខ្ញុំមានប៉ុណ្ណេះជូនបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលខំតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ